Mà bọn bồn tao này bạn cái này nó mà nó bọn bồn tao này mà chụp cho môi nâng chấm này đằng thằng mày chẳng có lòng mà bọn bồn flop khơi được chụp vậy đường bị chạy cái tế mình chăng sầm nắng nhưng flop vậy đây còn thay mình bàn lồng ăn chụp bọn bồn đi chứ bọn bồn được coi chỉ cần thà tá krom tì đi môi rip chom tè chỉ cảm nắng khi thưa sầm nắng bài ná tơ ta có buồn khna cái đôi chân tơ ta bị chạy cái tế bỏ sầm nắng rồi còn chứ thằng này nó bọn bồn ở đây mà chụp cho môi nắng càng như sầm nắng cho nên bọn bồn đằng sau phải nói dương tụi bố dương tụi mờ tì tăng tụi mờ tì tăng trong đằng rip chomเอาคางวิศวกรจุดนี้và có cho tôi tại đây cho nên cứ chỉ cam phê tại đây mà muốn đấy chơi như tại đấy nó cùng nó ở đằng hạt tá đây nó miền sầm mặt tập hiệp trôn kia dương bàn cầm đặt nà chỉ một phép đây sách mò đây phua rồi cái đây là ba phèn ná cứ dương đằng á cho nên đằng rồi dương bàn là tập hòn nó cứ dương dùng mà bị phê mà dùng mà bị phê ở vì cầm hấp bỏ đấy hạt tá trôn kia bỏ dương cầm đặt ná bàn dương chiên tại đó ca picha là hạt tá dương cua thưa cứ rẽ rồi có cứ đầm một lịch năm mà bốn chẳng này cứ chia sẻ phim dương cài cứ rẻ trên cứ rẻ cứ dương pra xk bà pra x nằm bảy cái bà đấy đây núng chẳng như vậy cứ ở chỗ tế dương cứ rẻ trên dương cái tam chấm pro để vì sợ có cái bàn này nóm bà hay ní cứ chia sẻ một phim này cao quay đầm một lịch bà mà bốn chẳng như cái này cầm hấp đây cái này bị sập mặt phim này cao trôn đây hái cứ dương sầm lại chết đây thà cua thôi cứ rẻ rồi có cứ đầm một lịch bà chẳng vì miền pi một hệ năng sำหรับcàng nghịch cứng đó bóng vốn mà chẳng cứngคือสำคัญนะแต่ยังอาจធ្វើខុសបច្ចេកទេសធ្នឹមប្រេះប្លង់សេប្រេះជាងប្រេះយើងអាចធ្វើការជួសជុលបានប៉ុន្តែបើគឺស្ទើរដឹងធ្វើមកទេណាគឺពិបាកធ្វើបានគាត់ថាវាពិបាកតែចំណាយច្រើនបាទអញ្ចឹងយើងពិបាកអញ្ចឹងសំខាន់ជាងនេះគឺគ្រឹះហើយគ្រឹះពួកខ្ញុំគឺល្អល្អណាស់បាទខ្ញុំមានវិស្វករដល់2នាក់ដើម្បីធ្វើការពិចារណាក៏ដូចជាពិភាក្សាទៅលើលទ្ធផលគ្រឹះឈានមុននឹងយើងឈានទៅដល់ការវាយបងប្អូនណាបាទនេះគឺជាសកម្មភាពនៃការធ្វើគ្រឿងក្រោមរបស់យើងបាទសាបតដីក៏ដូចជាចាក់អាងទឹកអញ្ចឹងយើងមានដែកណាបងប្អូនយើងមានដីយើងចងស្អាតបែបហ្នឹងឯងដើម្បីការពារភាពប្រេះភាពស្រត់អាគាររបស់យើងដីស្រត់ដីអីទៅគឺវាអត់បង្កផលប៉ះពាល់ខ្លាំងទៅដល់អាគាររបស់យើងទេបាទហើយសាបតដីរបស់យើងក៏យើងបាញ់បេតុងណាដូចបងប្អូនឃើញស្រាប់ហើយហើយយើងបាញ់បេតុងទាំងអស់យើងអត់លាយសាច់ហើយនឹងស៊ីម៉ងធម្មតាទេយើងបាញ់បេតុងដើម្បីបង្កភាពរឹងមាំបាទអញ្ចឹងតែបើយើងប្លង់សេ2សន្លឹកយើងបាញ់បេតុងដល់ទៅ3លើកបាទនេះសាបតដី1លើកប្លង់សេសន្លឹកទី1 1លើកនិងប្លង់សេសន្លឹកទី2 1លើកបាទយើងឈានទៅដល់ការប្រក់តបូលអញ្ចឹងតែ2ជាន់គឺមានប្លង់សេ2សន្លឹកណាតដីគឺយើងមិនបាច់ហៅប្លង់សេទេបាទអ្នកខ្លះគាត់ហៅប្លង់សេដែរប៉ុន្តែខ្ញុំមិនចាំបាច់ហៅទេខ្ញុំហៅត្រឹមតែសាបទៅបានហើយគាត់ថាសាបរបស់ខ្ញុំបាញ់បេតុងហើយយើងមានការយើងមានដុំតេសយើងមានស្លាមតេសទាំងអស់ណាបងប្អូនបើកាលណាយកមកស្លាមតេសដុំស្លាមតេសគឺអត់ត្រូវតាមអ្វីដែលខ្ញុំកំងអត់ត្រូវតាមក្បួនសំណងគឺខ្ញុំឲ្យដឹកយកទៅវិញបេតុងហ្នឹងបាទអញ្ចឹងយើងមានការកដាស់ស្នាមជាមួយនឹងខាងក្រុមហ៊ុនបេតុងទៅច្បាស់លាស់ហើយក្រុមហ៊ុនបេតុងដែលអាចបាញ់បេតុងឲ្យខ្ញុំបានគឺតតែព្រមធ្វើកិច្ចសន្យាជាមួយខ្ញុំធានាទៅលើគុណភាពបេតុងរបស់គាត់អត់អាចចេញទៅ invoice មកខ្ញុំយកបានទេគឺបញ្ជាក់ពីគុណភាពបេតុងនឹងថាល្អកាលណាមានបញ្ហាគឺគាត់ទៅចេញមុខដោះស្រាយអាហ្នឹងមកខ្ញុំធ្វើឲ្យចាក់បានបើសិនជាមិនព្រមធ្វើកដាស់ស្នាមមួយខ្ញុំគឺខ្ញុំអត់ឲ្យគាត់បាញ់បេតុងខ្ញុំទេបងប្អូនណាបាទនេះបងប្អូនមើលរូបរាងខាងក្រៅkiaបងប្អូនដឹងហើយអញ្ចឹងផ្ទះនេះគឺពួក2ជាន់ណាមើលរូបខាងឆ្វេងបាទគឺ2ជាន់យើងមានប្លង់សេ2សន្លឹកអញ្ចឹងឯងណាអញ្ចឹងជាងកំពុងធ្វើគឺគាត់កំពុងរៀបអត់ឡើងមកដើម្បីប្រក់តបូលបាទអញ្ចឹងបងប្អូនមើលនេះបងប្អូនអាចយល់ហើយសម្រាប់បងប្អូនដែលគាត់តែងតែច្រឡំសួរខ្ញុំថាផ្ទះ2សន្លឹកហ្នឹងតើប្លង់សេប្រមាណសន្លឹកលោកគ្រូផ្ទះ2ជាន់ណាអញ្ចឹងបញ្ជាក់ថាប្លង់សេយើងមានតែ2សន្លឹកទេផ្ទាល់ដីគឺខ្ញុំហៅថាសាបណាខ្ញុំហៅថាសាបបាទបងប្អូននេះរូបភាពមួយទៀតបងប្អូនអាចមើលបានណាអញ្ចឹងយើងនេះគឺបញ្ចប់ហើយយើងអត់មានអីឡើងទៅលើទៀតទេយើងរៀបតែប្រក់តបូលយកតែម្ដងបាទចឹងសំណងយើងធ្វើបែបហ្នឹងណាសំណងយើងធ្វើបែបហ្នឹងគឺមានគុណភាពល្អហើយក្រៅពីវិស្វករយើងមានមេសំណងតាមការដ្ឋានតាមគ្រប់គ្រងការដ្ឋានមួយយើងមានមេក៏តាមត្រួតពិនិត្យរហូតណាយើងអត់បណ្ដោយឲ្យជាងយើងធ្វើទៅដល់ទេយើងមានមេសំណងទោះបីជាគាត់មិនបានទៅជាប់ផ្ទាល់រាល់ថ្ងៃគឺគាត់មានការត្រួតពិនិត្យតាមដានជាប្រចាំថ្ងៃរបស់គាត់បាទអញ្ចឹងការសំណងដែលខ្ញុំធ្វើកន្លងមកនេះគឺអត់មានឲ្យម្ចាស់ផ្ទះអន់សពុនចិត្តទេគឺទៅរលូនតែម្ដងបាទអញ្ចឹងមកន័យថាម្ចាស់ផ្ទះពេលគាត់ធ្វើគឺគាត់ត្រៀមតលុយមកកញ្ចប់មកតម្លាក់មកគឺខាងពួកខ្ញុំជាអ្នករៀបចំចាត់ចែងជូនគាត់ហើយបាទអញ្ចឹងនៅពេលដែលរួចរាល់គឺសំណងអគាររបស់យើងគឺស្អាតបែបនេះបងប្អូនណាបាទធានាបាននូវគុណភាពរឹងមាំសុវត្ថិភាពនឹងយូរអង្វែងជូនបងប្អូនយើងបាទចឹងបងប្អូនយើងមានបំណងចង់សាងសង់ផ្ទះជាកម្មក៏ដូចជាសាកសួរព័ត៌មានបន្ថែមអាចសាកទូរតាមលេខទូរស័ព្ទឬក៏តាមឆាតតាម